ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ នឹងចេញមុខធ្វើជាសាក្សីចំពោះកិច្ចព្រមព្រៀងបត់ឈប់បាញ់រវាងកម្ពុជានិងថៃដែលនឹងត្រូវចុះហត្ថលេខានៅចុងខែតុលាឆ្នាំ2025ក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរនេះបើយោងទៅតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក ម៉ូហាម៉ាត់ ហាសាននឹងត្រូវស្រង់ផ្សាយដោយ Reuters នៅថ្ងៃទី14ខែតុលាឆ្នាំនេះលោក ម៉ូហាម៉ាត់ ហាសានប្រាប់ថាបត់ឈប់បាញ់រវាងកម្ពុជាថៃដែលត្រូវចុះហត្ថលេខាក្រោមអធិបតីរបស់លោក ត្រាំ ត្រូវបានដាក់ឈ្មោះថាកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរជាកិច្ចព្រមព្រៀងដែលនឹងធានាសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរក៏ប៉ុន្តែទីក្រុង Washington មិនទាន់ចេញការបញ្ជាក់ជាផ្លូវការនៅឡើយទេទោះយ៉ាងណាយោងតាមកាសែត Politico របស់អាមេរិកលោក ត្រាំ នឹងចូលរួមកិច្ចប្រជុំនេះតែសេតវិមានដាក់លក្ខខណ្ឌមិនឲ្យចិនចូលរួមនៅក្នុងពិធីចុះហត្ថលេខាទេរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក ម៉ូហាម៉ាត់ ហាសានមិនទាន់បានបញ្ជាក់ពីវត្តមានរបស់ចិននៅឡើយកម្ពុជាមិនទាន់មានការឆ្លើយតបជាសាធារណៈចំពោះការរៀបចំនេះនៅឡើយទេចំណែកថៃវិញលោកអនុទានជានាយករដ្ឋមន្ត្រីបានដាក់លក្ខខណ្ឌឲ្យត្រាំទទួលស្គាល់ថាថៃជាជនរងគ្រោះក្នុងសង្គ្រាម5ថ្ងៃជាមុនសិនហើយត្រូវធានាថាកម្ពុជាដកទ័ពចេញពីព្រំដែនជំនះប្រជាជនចេញពីទីដែលថៃទាមទារថាជាទឹកដីរបស់ខ្លួនត្រូវដោះមីននិងបង្ក្រាបបទល្មើសឆ្លងដែនជាលក្ខខណ្ឌដែលមិនបានបញ្ចូលវាសនារបស់ទាហានកម្ពុជា17នាក់ដែលថៃបន្តឃុំឃាំង